ស្ដីពុកម៉ែបងប្អូនឥឡូវនេះយើងបានជិបអិនមកហូបមួយមុខដែលមានរសជាតិមើលទៅគួរឲ្យឆ្ងាញ់ដែរបងប្អូនហើយនេះជាម្ហូបយើងមាន់យើងហ្នឹងយើងយកមកដាក់មកងាស់វាឲ្យរៀងផុយហើយបន្ទាប់មកក៏យើងចាំយកយើងឆាវាអានេះវាឆាប្រៃហិលណាឆាជូរអែមហើយវាប្រៃហិលណាយើងដាក់ម្រេចយើងប្រើតែសាច់សុទ្ធទេបងប្អូនហើយនេះបងប្អូនទស្សនាទីឥឡូវយើងងាស់ចិត្តបានរីងទឹកហើយដោយសារតែមាន់នេះវារៀងចាស់បន្តិចតែប្រពេលអញ្ចឹងទៅយើងត្រូវងាស់វារៀងយូរបន្តិចហើយយើងរំងាស់វាឡើងចូលចិត្តកន្លះម៉ោងហើយបងប្អូនដោយសារតែសាច់នេះវាមានលក្ខណៈដូចជារៀងស្វិតបន្តិចណាអញ្ចឹងយើងក៏ចាប់ផ្ដើមរំងាស់វាធ្វើម៉េចឲ្យវាដាច់ទឹកហើយវារៀងក្រហមឡើងក្រហមហើយបន្ទាប់ពីឡើងក្រហមមកក៏យើងចាប់ផ្ដើមរៀបចំអាសាច់ហ្នឹងយើងចាប់ផ្ដើមរំលីងវាឲ្យវាចូលជាតិចឹងបងប្អូនណាចូលជាតិគ្នាណានេះឥឡូវយើងចាប់ផ្ដើមវាឡើងនេះអញ្ចឹងយើងរំងាស់វាបន្តិចមករំងាស់វាហើយតោះមកយើងរំលីងវាឲ្យវាចូលជាតិគ្នាហើយយើងអាចយកមកញ៉ាំមកអីបានហើយវីដេអូនេះគឺយើងនិយាយអំពីការធ្វើម្ហូបយើងរំងាស់វាថយវាតិចមកបងប្អូននេះយើងដាក់ព្រឹមចេះមកយើងថយវារឹមចេះមកបន្ទាប់មកក៏យើងនេះយើងរំងាស់វារឹមឲ្យវាស្ងួតទេណាឲ្យវាឡើងចេញមកក្រហមចិនឆ្អៅអញ្ចឹងមកហើយក៏បន្តមកក៏យើងដួសវាហើយយើងឆាម្រេចឆាជូរអែមវាប្រៃផ្អែមរបៀបដូចគេហៅរំលីងមាន់ប្រៃផ្អែមដាក់ម្រេចតិចមករៀងហិលតិចមកគឺវាអែមយកទៅមែនតើតែម្ដងបងចាហើយនេះការធ្វើនេះវារយៈពេលរៀងយូរដែរបងហើយជាកន្លះម៉ោងអីយើងអាចឆ្អិនហើយសារឥឡូវវាឡើងរៀងឲ្យវារងាស់ខ្លាញ់ហ្នឹងឲ្យវាបងប្អូនមើលខ្លាញ់ចេញពីមាន់ណាយើងដាក់ទឹកមកហើយរងាស់វាមកខ្លាញ់ចេញមកព្រុបមកអែមែនតើបងប្អូនណាទស្សនាមើលតំណងហ្នឹងបងតំណងសូមជួយ like ជួយ subscribe មួយផងហើយ channel ខ្ញុំនឹងបន្តការ upload វីដេអូបន្តទៅទៀតហើយដោយសារតែមួយរយៈមុនយើងវាខកខាននៃការ upload ណាដោយសារយើងអត់បានធ្វើវីដេអូទុកចោលវាយូរយារដែរបងប្អូនអើយឥឡូវយើងក៏ចាប់ផ្ដើម upload វីដេអូមួយថ្ងៃពីរថ្ងៃអីមួយអញ្ចឹងណាហើយបងប្អូនជួយ subscribe ហើយនឹងតាមដានមើលផង YouTube របស់ខ្ញុំឈ្មោះសឿមរងបងប្អូនគឺយើងធ្វើវីដេអូចម្រុះបងប្អូនមិនថាអ្វីទេយើងធ្វើទាំងអស់ឲ្យតែមានវីដេអូទៅខុសទៅប៉ុន្តែទី1យើងអាចបានធ្វើ thumbnail វាឲ្យវារៀងស្អាតទៅណាដោយសារតែទី1យើងផុសជាលក្ខណៈshort ដល់ពេលយើងផុសលក្ខណៈ short អញ្ចឹងយើងអាចបានធ្វើ thumbnail ហើយ thumbnail ហ្នឹងកាលណាបើយើងធ្វើឲ្យវាស្អាតទៅក៏វាជាការតាក់ទាញមួយយ៉ាងស្អាតដែរបងប្អូនធ្វើឲ្យមានចំណាប់អារម្មណ៍ការចូលមើលកាន់តែច្រើនដែរប៉ុន្តែយើងដៃថ្មីយើងមិនទាន់មានបទពិសោធន៍យូរចឹងណាហើយយើងក៏អត់បានធ្វើបានអីទេនេះបងប្អូនឥឡូវវីដេអូយើងមានតែប៉ុណ្្នឹងទេបងប្អូនហើយណែមើលខ្លាញ់ពុះខ្លាញ់ចេញពីមាន់ផ្ទាល់តែម្ដងបងប្អូនហ្នឹងហើយយើងនឹងមកប៉ុណ្្នឹងហើយតបមកchoយើងរលីងវាហើយ